អ្នកទាំងអស់គ្នាធ្លាប់ទេនៅពេលដែលយើងប្រឡងហើយយើងសល់ពេលប្រហែលជា20នាទីឬក៏5-10នាទីអីយើងបានមើលឡើងវិញទេប៉ុន្តែគឺយើងយកกระดาษទៅដាក់បាត់តែដល់ពេលស្រាប់តែចេញពីបន្ទប់ប្រឡងភ្លាមហើយយើងចាំថាយើងភ្លេចធ្វើលំហាត់មួយឬក៏យើងបោកលេខខុសឬក៏ខុសសញ្ញាផ្សេងៗអញ្ចឹងអានេះគឺជាបញ្ហាដែលឃើញសិស្សមួយចំនួនតែគាត់ជួបប្រទះអញ្ចឹងថ្ងៃនេះគឺខ្ញុំមាន3 tip ធំៗទាក់ទងជាមួយនឹងថាតើ5-10នាទីចុងក្រោយឬក៏20នាទីចុងក្រោយដែលយើងសល់ពេលហ្នឹងថាតើយើងគួរធ្វើគេខ្លះអូខេតោះយើងចាប់តាមទាំងអស់គ្នាអញ្ចឹងចំណុចទី1ដែលអ្នកទាំងអស់គ្នាគួរតែធ្វើគឺតាក់ទងជាមួយនឹងការពិនិត្យមើលឡើងវិញទៅលើព័ត៌មានផ្ទាល់ខ្លួនផងអ្នកទាំងអស់គ្នាជាពិសេសគឺតាក់ទងជាមួយនឹងក្បាលกระดาษដែលយើងមានឈ្មោះមានលេខរៀងមានហត្ថលេខាឬក៏មានលេខតុអីជាដើមអញ្ចឹងអាព័ត៌មានទាំងអស់ហ្នឹងគឺសុទ្ធតែសំខាន់មែនតើហើយបើសិនជាអ្នកទាំងអស់គ្នាភ្លេចគឺអ្នកទាំងអស់គ្នាអាចនឹងបានបន្ទុក0ឬក៏ធ្លាក់ជាដើមបាទហើយចំណុចទី2គឺតាក់ទងជាមួយនឹងការត្រួតពិនិត្យទៅមើលលំហាត់ឡើងវិញថាតើយើងមានផ្លេចលំហាត់ណាមួយដែលអត់ព្រោះពេលខ្លះគឺយើងអាចធ្វើរំលងលំហាត់មានន័យថាគឺយើងធ្វើលំហាត់ណាដែលយើងចេះមុនអញ្ចឹងណាអញ្ចឹងលំហាត់ណាដែលអត់ចេះយើងអាចថាទុកក្រោយប៉ុន្តែដល់ពេលចិត្តដល់ម៉ោងយើងផ្លេចធ្វើលំហាត់ហ្នឹងអញ្ចឹងព្យាយាមពិនិត្យមើលឡើងវិញថាតើយើងបានផ្លេចនៅលំហាត់ហ្នឹងហើយមួយវិញទៀតគឺយើងពិនិត្យមើលសំណួរផងដែរសំណួរខ្លះគេសួរឧទាហរណ៍ថាគេឲ្យយើងរកគុណសម្បត្តិឬក៏គុណវិបត្តិនៃសង្គ្រាមអីចឹងទៅអញ្ចឹងយើងធ្វើភាគច្រើនគឺយើងគិតលើតែកន្លែងគុណសម្បត្តិមុនអីចឹងទៅដល់ពេលយើងកន្លែងគិតតែគុណសម្បត្តិផ្លេចកន្លែងគុណវិបត្តិអញ្ចឹងវាធ្វើឲ្យបាត់ពិន្ទុរបស់យើងអញ្ចឹងព្យាយាមពិនិត្យមើលឲ្យល្អិតល្អន់ទៅលើសំណួរនីមួយៗថាតើយើងបានឆ្លើយឬរហ័យនៅហើយចំណុចចុងក្រោយគឺតកតងជាមួយនឹងការត្រួតពិនិត្យទៅលើចំណុចទូចៗបាទចំណុចទូចៗហ្នឹងដូចជាឧទាហរណ៍ថាលំហាត់គណិតវិទ្យារូបវិទ្យាគីមីវិទ្យាផ្សេងៗគឺតកតងជាមួយសញ្ញាអញ្ចឹងព្យាយាមមើលថាតើសញ្ញារបស់យើងគឺយើងធ្វើបានត្រឹមត្រូវនៅលេខរបស់យើងគុណលេខបានត្រឹមត្រូវនៅហើយបូកដកលេខហ្នឹងគឺយើងពិនិត្យមើលឡើងវិញខ្លាចគីឡូមានកន្លែងណាខុសឆ្គងគឺយើងអាចកែវិញបានអូខេហើយសម្រាប់ភាសាខ្មែរឬក៏មុខវិជ្ជាសង្គមគឺយើងអាចមើលអក្ខរាវិរុទ្ធគឺយើងមើលថាតើការសរសេររបស់យើងត្រូវហើយនៅហើយសម្រាប់សំណួរផ្សេងគឺយើងពិនិត្យមើលដូចគ្នាដែរអញ្ចឹងបើសិនជាយើងមើលទៅថាតើអក្ខរាវិរុទ្ធរបស់យើងត្រឹមត្រូវហើយរបៀបសរសេររបស់យើងស្អាតហើយអញ្ចឹងអ្នកកែគឺអត់ខ្វះបន្ទុកដាក់ឲ្យទេអូខេអញ្ចឹងសរុបមកវិញ3ចំណុចធំពេលដែលយើងធ្វើលំហាត់ចប់មុន5-10នាទីឬក៏10នាទី20នាទីផ្សេងហ្នឹងគឺយើងព្យាយាមមើលទី1តកតងជាមួយនឹងអត្តសញ្ញាណរបស់យើងបានឈ្មោះលេខរៀងឬក៏ថ្ងៃខែឆ្នាំកណាត់ផ្សេងហើយទី2គឺតកតងជាមួយនឹងសំណួរថាតើសំណួររបស់យើងធ្វើបានគ្រប់សំណួរហើយនៅបាទប្រយ័ត្នភ្លេចនឹងសំណួរណាមួយហើយនឹងទី3គឺតកតងជាមួយនឹងការត្រួតពិនិត្យទៅលើសញ្ញាបាទត្រួតពិនិត្យទៅលើការដោះស្រាយលំហាត់ផ្សេងដែលវាទាំងអស់នេះហើយគឺធ្វើឲ្យបន្ទុករបស់យើងកាន់តែល្អជាងមុនហើយនឹងត្រឹមត្រូវជាងមុនអញ្ចឹងកុំភ្លេចពិនិត្យឡើងវិញមុននឹងយកទៅដាក់បាទហើយពេលវេលាគឺសំខាន់មែនទែនព្រោះវាអាចជួយឲ្យយើងនឹងជាប់បានតែល្អជាងមុនអញ្ចឹងចំណុចទាំងអស់នេះគឺអ្នកទាំងអស់គ្នាគួរតែត្រៀមខ្លួនឲ្យបានមែនទែនបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នេះបាទសូមអរគុណហើយសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយ